បាទអ្នកទាំងអស់គ្នាសួស្តីថ្ងៃនេះដែរខ្ញុំនឹងមកអ្នកទាំងអស់គ្នាមកកាន់ប្រាសាទមួយដែលស្ថិតក្នុងខេត្តព្រះវិហារហើយប្រាសាទនេះដែរគឺមានឈ្មោះថាប្រាសាទព្រះស្ទឹងហើយប្រាសាទព្រះស្ទឹងនេះដែរគឺត្រូវបានកសាងឡើងនៅចុងសតវត្សទី12ដល់សតវត្សទី13ដោយព្រះបាទជ័យវរ្ម័នទី7ហើយដោយអ្នកទាំងអស់គ្នាដឹងហើយថាទីកន្លែងនេះគឺជាទីកន្លែងមួយដែលព្រះបាទជ័យវរ្ម័នទី7សមសឹកដើម្បីទៅប្រយុទ្ធជាមួយនឹងប្រចាំមិត្តគឺជានឹងចាមដែលយើងបានស្គាល់ហើយថាជា Kingdom ណាហើយប្រាសាទនេះដែរគឺជាប្រាសាទមួយដែលកសាងឡើងគឺយើងមើលទៅគឺដូចជាប្រាសាទបាយ័នដែលស្ថិតនៅក្នុងរាជធានីអង្គរធំរបស់យើងតែប្រាសាទនេះគឺជាប្រាសាទតូលដែលមានប្រមុខ4បែរមុខទៅទិសទាំង4ហើយប្រាសាទនេះគឺជាប្រាសាទមួយដែលកសាងឡើងឈុំជាមួយនឹងបារាយណ៍នៅក្នុងតំបន់ប្រខណ្ឌកំពង់ស្វាយនឹងដូចគ្នាដែរហើយទីតំបន់នេះគឺអ្នកស្រុកគេហៅថាតាសែងនៅក្នុងខេត្តព្រះវិហារបើអ្នកទាំងអស់គ្នាចង់ទៅកាន់ប្រាសាទនេះគឺអាចធ្វើដំណើរបានតាមស្រុកស្ទងជិះចាក់ឡើងទៅលើទៅគឺទៅដល់ហើយប្រាសាទប្រខណ្ឌកំពង់ស្វាយហើយតំបន់ប្រាសាទកំពង់ស្វាយនេះគឺមានតែប្រាសាទប្រខណ្ឌកំពង់ស្វាយមួយទេគឺមានប្រាសាទផ្សេងដទៃទៀតនៅជុំវិញនឹងដូចគ្នាដែរហើយខ្ញុំនឹងតម្លាក់វីដេអូដូចគ្នាដែរផ្សេងប្រាសាទផ្សេងដទៃទៀតអរគុណច្រើនសម្រាប់វីដេអូនេះ